ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកស្គាល់ប្រភេទសត្វកម្រម្យ៉ាងដែលមានឈ្មោះថាបក្សីក្ងោកបក្សីក្ងោកមានឈ្មោះជាជីវសាស្ត្រថា Green Puffer ឬក៏ម្យ៉ាងទៀតគឺថាឈ្មោះ Pavo Maticus ដោយបងប្អូនបានដឹងរួចមកហើយថាបក្សីក្ងោកគឺជាសត្វដែលគួរចាប់អារម្មណ៍បងប្អូនក៏ដោយសារតែសម្រស់នៃរោមរបស់វាមានពណ៌ចម្រុះហើយស្រស់ស្អាតមែននឹងហើយបងប្អូនដោយសារតែភាពកម្រនិងស្រស់ស្អាតនៃបក្សីក្ងោកនេះបានដូនតារបស់យើងបានបង្កើតនៅរបាំមួយប្រភេទឈ្មោះថារបាំក្ងោកដែលបង្កើតឡើងក្នុងគោលបំណងចង់ឲ្យកូនខ្មែរយើងចេះស្រឡាញ់ការពារអភិរក្សសត្វក្ងោកដែលជាបក្សីកម្រមួយនេះហើយក៏ដូចជាការរំលឹកដល់វត្តមាននៃបក្សីក្ងោកដែលមានតាំងពីយូរលង់ណាស់មកហើយនៅក្នុងប្រទេសកម្ពុជាយើងប្រភេទបក្សីក្ងោកនេះភាគច្រើនវារស់នៅតាមតំបន់ព្រៃល្បោះចម្រុះបងប្អូនមានដូចជានៅជាយព្រៃក្នុងព្រៃឬក៏ព្រៃរស័យព្រៃស្រោងនិងព្រៃពាក់កណ្ដាលស្រោងណាបងប្អូនមួយវិញទៀតបក្សីក្ងោកនេះវាតែងតែរស់នៅលើដើមឈើខ្ពស់ៗហ៎បងប្អូនតែវាក៏ចុះមករកចំណីនៅឯដីផងដែរដូចជានៅតាមកំពតព្រៃតាមវាលស្មៅឬក៏ជុំវិញមាត់ត្រពាំងដងអូស្ទឹងតាមវាលស្រែឬក៏នៅតាមចំការនៃតំបន់ព្រៃភ្នំជាដើមបងប្អូនចំពោះប្រភេទអាហារដែលវាចូលចិត្តស៊ីបងប្អូនរួមមានគ្រាប់ធញ្ញជាតិដូចជាស្រូវផ្កាស្មៅត្រួយរុក្ខជាតិខ្ចីបងប្អូនផ្លែឈើមិនត្រឹមតែប៉ុណ្ណោះវាក៏ស៊ីសត្វល្អិតតូចៗជាអាហារផងដែរបងប្អូនចំពោះក្ងោកឈ្មោលបងប្អូនវាប្រើប្រាស់រោមដ៏ស្រស់ស្អាតរបស់វាតាមរយៈការត្រដាងកន្ទុយយ៉ាងស្អាតរបស់វាបងប្អូនដើម្បីសម្ញែងឬក៏ប្រាប់មញីក្នុងគោលបំណងចង់ពាក់មញីបងប្អូនក៏ដូចជាប្រាប់មញីផងដែរថាវានឹងក្លាយទៅជាឪពុកនៃកូនរបស់វាចំពោះការត្រដាងកន្ទុយរបស់ក្ងោកឈ្មោលនេះវាមិនមែនត្រឹមតែតាក់ទាញមញីនោះទេបងប្អូនវាក៏បង្ហាញពីអំណាចរបស់វាទៅកាន់គូសត្រូវរបស់វាផងដែរបងប្អូនចំពោះបក្សីក្ងោកវាអាចរស់នៅបានរហូតដល់អាយុ25ឆ្នាំបងប្អូនដែលជាអាយុវែងជាងគេបើធៀបជាមួយនឹងប្រភេទបក្សីផ្សេងៗដូចជាមាន់វាអាចរស់នៅរហូតដល់អាយុ7ទៅ8ឆ្នាំចំណែកឯមាន់ទូគីវិញវាអាចរស់នៅរហូតដល់10ឆ្នាំបងប្អូនអញ្ចឹងក្ងោកគឺមានអាយុអាចរស់នៅបានច្រើនជាងគេបងប្អូនរហូតដល់25ឆ្នាំឯណោះចំពោះក្ងោកគេឃើញមានច្រើនពូជហើយនិងច្រើនពណ៌ចម្រុះគ្នាផងដែរបងប្អូនខ្លះក៏គេឃើញមានពណ៌ចម្រុះគ្នាអញ្ចឹងទៅហើយខ្លះទៀតក៏គេឃើញបក្សីក្ងោកនេះមានតែមួយពណ៌ទេដូចជាពណ៌ខ្មៅពណ៌សអីជាដើមបងប្អូនយើងអាចស្គាល់បក្សីក្ងោកនេះតាមលក្ខណៈសម្គាល់ខ្លះៗដូចជាបក្សីនេះវាមានមាឌធំបងប្អូននិងបណ្ដោយខ្លួនវែងជើងក៏វែងដែរបងប្អូនមិនត្រឹមតែប៉ុណ្ណោះជើងហ្នឹងក៏វាមានស្នាយដូចមាន់យើងអញ្ចឹងបងប្អូនកវាក៏វែងស្លាបវាក៏វែងបន្ថែមពីនេះគឺនៅផ្នែកក្បាលរបស់វាបងប្អូនគឺវាមានកំប៉ោយឈរត្រង់នៅផ្នែកខាងលើនៃក្បាលវាចំពោះកន្ទុយរបស់វាក៏ធំដែរបងប្អូនដែលមានប្រវែងរហូតទៅដល់1.8 ម៉ែត្រណោះស្មើនឹង 60% នៃដងខ្លួនរបស់វានៅផ្នែកកន្ទុយនេះយើងសង្កេតឃើញមានពណ៌ដៅផ្សេងលាយគ្នាបងប្អូនវាប្រៀបដូចជាភ្នែករាប់រយរាប់ពាន់អញ្ចឹងទោះជាបក្សីនេះវាមានខ្លួនធំនិងកន្ទុយវែងយ៉ាងណាក៏ដោយបងប្អូនក៏វានៅតែអាចហោះបានដែរបងប្អូនវាចាប់ផ្ដើមហោះដោយរត់រួចហក់ហើយក៏ត្រដាងស្លាបហោះតែម្ដងបងប្អូនចំពោះការហោះហើររបស់សត្វក្ងោកបងប្អូនវាហើរនៅពេលដែលវាទទួលសញ្ញាថាវានឹងមានគ្រោះថ្នាក់បងប្អូនហើយការហើររបស់វាហ្នឹងគឺវាហើរអត់បានឆ្ងាយទេបានតែចិត្តដែលហើរនៅក្នុងល្បឿនប្រមាណជា16គីឡូម៉ែត្រក្នុង1ម៉ោងបងប្អូនចំពោះបក្សីក្ងោកគឺវាមាន3ពូជធំបងប្អូនគឺមានក្ងោកឥណ្ឌាដែលវាមានប្រភពមកពីឧបទ្វីបឥណ្ឌាក្ងោកបៃតងគឺវាមានប្រភពមកពីអាស៊ីខាងត្បូងយើងបងប្អូននិងក្ងោកកុងហ្គោដែលវាមានប្រភពមកពីតំបន់អាហ្វ្រិកសូមបញ្ជាក់បងប្អូនត្រង់ចំណុចមួយទៀតបងប្អូនចំពោះបក្សីក្ងោកនេះបក្សីក្ងោកនេះគឺស្ថិតនៅក្នុងអំបូរបក្សី Pavo និង Arrow Pavoហើយក៏វាស្ថិតនៅក្នុងក្រុមគ្រួសារនៃបក្សី Phasinidae ផងដែរចំពោះបក្សីក្ងោកញីបងប្អូនវាមាន
សន្តានស្រដៀងនឹងឈ្មោះដែរក៏ប៉ុន្តែវាមានពណ៌ស្រអាប់ជាងហើយនឹងកន្ទុយរបស់កង្កោកញីហ្នឹងគឺវាខ្លីជាងកង្កោកឈ្មោលបងប្អូនចំពោះរដូវបន្តពូជកង្កោកឈ្មោលវាបើកកន្ទុយវែងដូចផ្លិតដើម្បីតាក់ទាញមញីបងប្អូនចំណែកការរោគចំណីរបស់វាវិញវារោគជីវងវាអត់ដើរតឯងទេបងប្អូននឹងរស់នៅតាមដើមឈើខ្ពស់ទីទួលអីជាដើមនៅពេលបច្ចុប្បន្នបងប្អូនបាក់សីក្ងោកត្រូវបានចុះទៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទបាក់សីកំពុងតែរងគ្រោះថ្នាក់និងរងនឹងការគំរាមកំហែងដោយសារការបរបាញ់ការជួញដូរការសម្លាប់យកសត្វក៏ដូចជាការបាត់បង់ទីជម្រកដោយមូលហេតុកាប់ទន្ទ្រានព្រៃជាដើមបងប្អូនវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្នេះបងប្អូនសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត